តាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំចេញដំណើរទៅលេងសមុទ្រនៅខាងឆ្នេរនេសាទបងប្អូននេះជាដំណើរធ្វើដំណើរទៅដំបូងខ្ញុំទៅជួបជុំគ្នាបុគ្គលិកទាំងអស់គ្នានៅផ្ទះរបស់មេខ្ញុំនេះយើងកំពុងជិះចេញទៅបងប្អូនឃើញភ្លឺចឹងម៉ោង5ហ្នឹងណាខ្ញុំជិះចេញទៅនេះតែភ្លឺល្អម៉ោង5ទេ5ភ្លឺយើងណាបងប្អូនមិនទាន់ម៉ោង6ទេតែមើលណានេះពួកយើងក៏ចេញដំណើរជុំគ្នាយើងចេញដំណើរក្នុងឡាននេះបងប្អូនជិះជុំគ្នាបុគ្គលិកទាំងអស់គ្នាណាបងប្អូននេះបុគ្គលិកដូចជា10នាក់ជាងយើងចេញទៅដំណើរទៅឈ្មោះតលេងខេត្តកោះកុងឆ្នេរនេសាទហើយពេលនេះយើងឈប់ឡានគឺយើងទិញព្រីងបងប្អូនឈប់ចូលកន្ទប់ទឹកនៅការ៉ាសាំងហើយអ៊ំហ្នឹងក៏លក់ព្រីងហើយខ្ញុំក៏ជួយទិញ2 3កំប៉ុងទៅបងប្អូនចែកគ្នាហូបពេញឡានបងប្អូនហើយព្រីងគាត់ហ្នឹងគាត់ថាព្រីងដោះកបីហើយឆ្ងាញ់ទេណាបងប្អូនផ្អែមឆ្ងាញ់វាមិនផ្អែមណាតែរបស់ធម្មជាតិយើងវាមានរសជាតិរៀងជូរផ្អែមអញ្ចឹងគឺអូយជាតិណាបងប្អូនហើយក្លុកអំបិលម្ទេសរបស់គាត់ឲ្យមកវាជាតិហើយយើងក៏បន្តដំណើរចេញឆ្ពោះទៅខេត្តតែម្ដងតែខ្ញុំធ្វើដំណើរហ្នឹងគឺតាមផ្លូវជាតិលេខ4បងប្អូនមិនថតពេញឲ្យបានបងប្អូនមើលទេគឺយើងថតរៀងកាត់ដែរបងប្អូនហើយទេសភាពគឺខៀវស្រងាត់ល្អណាស់បងប្អូនខ្ញុំថតទៅកន្លែងដែលយើងមានដើមឈើខៀវស្ងាត់ល្អមែនហើយក៏យើងបន្តឆ្ពោះទៅខ្ញុំជិះដូចជាប្រហែលម៉ោងដែរបងប្អូនដូចជាខ្ទង់3ម៉ោងអីទេពីខាងភ្នំពេញទៅខាងខេត្តកោះកុងនៃកោះនេសាទហ្នឹងបងប្អូនហើយកោះហ្នឹងគឺស្អាតណាស់នេះបងប្អូនយើងធ្វើដំណើរទៅយើងឆ្លងកាត់តំបន់នីមួយនេះបងប្អូនបើពេលយើងមកចិត្តដល់នៅវារីងបងប្អូនគឺឃើញភ្នំច្បាស់ហ្មងភ្នំនិងនិយាយរួមភ្នំពពកហ្នឹងគឺវាជួបគ្នាហ្មងណាបងប្អូនទាំងអស់គ្នាហើយនេះភ្នំមកខាងទៀតភ្នំគឺសឹងទាំងសងខាងបងប្អូនហើយរៀងចោះអាបនេះពណ៌រៀងខ្មៅអញ្ចឹងណានេះដូចជាមេឃរៀងសតុំតិចដែរតែក៏វាមិនភ្លៀងទេតើយើងទៅដល់នោះបានមាននេះបងប្អូនឃើញភ្នំច្បាស់ភ្នំហ្នឹងគឺវែងមែនតើខ្ញុំមិនដឹងតែគេហៅជាភ្នំអីទេបងប្អូនតែភ្នំហ្នឹងគឺវែងខ្លាំងមែនតើដល់ថ្នាក់ខ្ញុំថតអូយខ្ញុំសុំទៅសើភ្នំហ្នឹងហ្មងវែងរាប់គីឡូដីហ្មងណាបើដើរវិញនឹងហត់ប៉ុណ្ណាទេតែពេលយើងធ្វើដំណើរទៅដល់ទីហ្នឹងគឺយើងដល់កន្លែងយាយម៉ៅបងប្អូនដល់កន្លែងយាយម៉ៅគឺទីសក្ការៈដ៏ស័ក្តិសិទ្ធិរបស់នៅក្នុងអីគេផ្លូវទៅកោះកុងជាមួយនឹងផ្លូវទៅ